សាស្ត្រាចារ្យតាន់ចាគីមីងបានលើកទឹកចិត្តទៅដល់អាណាព្យាបាលសិស្សគឺជួយបង្កឱកាសឲ្យកូនចៅសិក្សាភាសាបរទេសឲ្យបានច្រើនភាសាដើម្បីអាចងាយស្រួលនៅក្នុងការធ្វើការងារថ្លែងនៅក្នុងពិធីប្រគល់ប័ណ្ណសរសើរទៅដល់សិស្សានុសិស្សនៃសាលាសិលាមាសនៃអង្គការក្តីសង្ឃឹមនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុនកាលពីចុងសប្តាហ៍នេះលោកអុកញ៉ាចាសាស្ត្រាចារ្យតាន់គីមីងនាយកសាលានៃសាលាមាសអង្គការនៃក្តីសង្ឃឹមបានលើកទឹកចិត្តទៅដល់មាតាបិតាអាណាព្យាបាលសិស្សានុសិស្សទាំងអស់គួរតែយកចិត្តទុកដាក់បង្កឱកាសឲ្យកូនមានពេលវេលាសិក្សាផ្នែកភាសាឲ្យបានច្រើនភាសាពីព្រោះថាបច្ចុប្បន្ននេះការចេះដឹងផ្នែកភាសាច្រើនគឺជាសេចក្តីត្រូវការចាំបាច់ទាំងនៅក្នុងការងាររដ្ឋវិស័យឯកជនការធ្វើទំនាក់ទំនងរវាងជាតិសាសន៍ដទៃពិសេសនោះគឺការប្រកបរបររកស៊ីជួញដូរជំនួញចាដើម្បីអាចងាយស្រួលនៅក្នុងការទំនាក់ទំនងទៅលើផ្នែកពាណិជ្ជកម្មនិងវិនិយោគជាដើមលោកអុកញ៉ាសាស្ត្រាចារ្យបានយល់ឃើញថាក្រៅពីភាសាអង់គ្លេសភាសាចិនគឺជាភាសាដ៏មានសារៈសំខាន់មួយដោយសពថ្ងៃនេះចិនគឺបានក្លាយទៅជាមហាអំណាចចាសេដ្ឋកិច្ចដ៏លេចធ្លោមួយនៅលើពិភពលោកហើយអ្នកវិនិយោគចិនក៏បានមកចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជាក៏មានច្រើនដែរសូមជម្រាបជូនថាដោយមើលឃើញពីការភាពជាចាំបាច់មួយនៃផ្នែកភាសាចិននេះទើបសាលាសិលាមាសអង្គការនៃក្តីសង្ឃឹមបានដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សានៅ3ភាសាមានដូចជាភាសាខ្មែរភាសាអង់គ្លេសហើយនិងភាសាចិនជាមួយនឹងបច្ចេកវិទ្យា Digital នៅក្នុងការបណ្ដុះបណ្ដាលសិស្សចាប់ពីកម្រិតមត្តេយ្យរហូតដល់ថ្នាក់ទី12លោកអុកញ៉ាក៏បានបង្ហាញអំពីទស្សនៈទានមួយចំនួនពាក់ព័ន្ធជាមួយនឹងការវិនិយោគទៅលើវិស័យចាការបណ្ដុះបណ្ដាលធនធានមនុស្សគឺអត់ត្រូវសម្លឹងមើលតែពីផលប្រយោជន៍ឬក៏ផលចំណេញអីទេគោលដៅគឺចូលរួមជាមួយនឹងរាជរដ្ឋាភិបាលដើម្បីអាចអភិវឌ្ឍសង្គមជាតិឲ្យរីកចម្រើនទៅមុខចានាពេលអនាគតនេះ